កូនមានឪពុកត្រូវជាមនុស្សដូចតទៅកូនស្រីឪត្រូវជាមនុស្សមិនរឹងត្អឹងតែបើរឹងត្រូវរឹងពឹងប្រឹងសិក្សាកូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញាព្រះផ្ដាំថាកុំស្នេហាស្រាស្រីល្បែងកូនស្រីឪត្រូវជាមនុស្សមិនជាប់នុយកុំស្នេហ៍លុយស្អុយគេឈ្មោះរស់ដូចផ្សែងកូនស្រីឪត្រូវជាមនុស្សចេះខ្លាចក្រែងព្រះសំដែងឲ្យទម្លាប់ជាប់សិលវិញកូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់កុំតាមចង់ក្រែងមិនសុខទុកមโนមនិញកូនប្រុសឪត្រូវជាមនុស្សតាមចេះវិញប្រឹងបំពេញធម៌សន្តោសប្រោសមេត្តាកូនស្រីឪត្រូវជាមនុស្សមិនប្រមាទជាស្រីឆ្លាតចេះប្រមាលមើលកិច្ចការកូនស្រីឪត្រូវជាមនុស្សទន់ចរិយាតែយ៉ាងណាសូមស្រីមុំកុំទន់ខ្សោយកូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់ការស្រាលធ្ងន់កុំទម្រុនទន់បណ្ដោយកូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយកុំចាំឲ្យមនុស្សស្រីច្រើនបានទៅមុខកូនស្រីឪត្រូវជាមនុស្សមិនលេះលោះពាក្យពីរោះមានរបៀបរៀបទំនុកកូនស្រីឪត្រូវជាមនុស្សរក្សាសុខបើខ្លាចទុកកុំជាមនុស្សទ្រុសិលធម៌កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួនចិត្តមាំមួនមិនអំនួតអួតខ្ទាខ្ទួកូនប្រុសឪត្រូវជាមនុស្សមិនញាប់ញ័រជួបលោកធម៌ត្រូវពិចារថាមិនទៀងកូនស្រីឪត្រូវជាមនុស្សចេះដឹងគុណជាដើមទុននៃជីវិតពិតជាស្បៀងកូនស្រីឪត្រូវជាមនុស្សមិនលំអៀងសំដីទៀងពិតប្រកបមាត់ក្រអូបកូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើមកុំច្បាច់ច្បាមត្រូវប្រឹងប្រែងក្រែងខ្វះហូបកូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោបតែបើទ្របត្រៀលដល់ខ្ជិលរិលបញ្ញាកូនស្រីឪត្រូវជាមនុស្សមិនច្រណែនរៀបបែបផែនជាមង្គលដល់គ្រួសារកូនស្រីឪត្រូវជាមនុស្សមានមេត្តាមិនអេសាក្នុងជីវិតពិតជាស្ងប់កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលៃឲ្យគប់កូនប្រុសឪត្រូវជាមនុស្សមិនអភ័ព្វមិនត្រូវជាប់គ្រឿងញៀនញាមកាមគុណ5កូនប្រុសស្រីកុំជាមនុស្សទ្រុសមិត្តភក្តិកុំជំពាក់ទ្រពបំណុលបលបញ្ចាំកុំរ៉ាប់រងធានាទ្រពជាប់គ្រោះកម្មឪសូមផ្ដាំកម្មវេរាជាគ្រោះកាចកូនប្រុសស្រីកុំជាមនុស្សទ្រុសសីលាកុំគិតថាសិលនេះណាខ្លាកំណាចតាមពិតសិលជាទេវតាខ្លាអង្អាចមានអំណាចអាចប្រហារខ្លាកិលេសកូនប្រុសស្រីកុំជាមនុស្សទ្រុសមេត្តាស្រីនេះណាជាព្រះព្រំកុំប្រហែសតែប្រហើនហ៊ានខូរខើត្រូវភ្លើងឆេះជាតិអ្នកចេះត្រេះរិះដឹងប្រឹងបូជាកូនប្រុសស្រីកុំជាមនុស្សទ្រុសបៃតាត្រូវដឹងថាប្រុសនេះណាជាព្រហ្មាបានសុខហើយក្នុងជំរំព្រំវិហារត្រូវមនីមនីភ្ញារលឹកនឹកតបគុណកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះពុទ្ធត្រូវលំអត់កាយវាចាប្រាថ្នាបុណ្យកូនមានទានសិលភាវនាជាដើមទុនផុតទារុណចាអបាយឆ្ងាយពីទុក្ខកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះធម៌កុំជាប់ជ័រនៃកាមគុណសុនក្នុងគុកប្រឹងដើរតាមស្នាមព្រះបាទព្រះជន់ទុកកុំសម្រុកធ្វើដំណើរដើរផ្លូវមាកូនប្រុសស្រីកុំជាមនុស្សទ្រុសព្រះសង្ឃត្រូវនឹកត្រង់អង្គសាវកព្រះភគវីទ្រង់សាសនាព្រះចិនស្រីល្បីខ្ទួខ្ទី
ក្រងធម្មាជាបៃដកវិសុអសូមអនុមោទនីព្រហ្មលិខិតជំនឿសាសនាព្រហ្មលិខិតរៀបចំវិចិត្រសពលោកីមនុស្សទេវតាភ្លើងទឹកដីគ្មានអ្វីថាព្រហ្មមិនតាក់តែងបើព្រហ្មតាក់តែងលោកយ៉ាងនេះយើងគួរត្រេះរិះតាមជាក់ស្ដែងរកហេតុរកផលសពកន្លែងប្រឹងប្រែងស្វែងរកនៅការពិតហេតុអ្វីមនុស្សយើងមិនដូចគ្នាមានជាមានឈឺភ្លឺងងឹតមានក្រសខ្មៅខ្លៅបណ្ឌិតទាំងការប្រព្រឹត្តខុសគ្នាឆ្ងាយចំណែកតិរិឆានបានមិនល្អមាននឹមតកគួរឲ្យណាយសត្វច្រើនទុកខ្លាំងក្នុងអបាយប្រែតអសុរកាយនិងអវិជ័យក្រៅពីមនុស្សសត្វក៏ឃើញច្បាស់ខ្យល់ព្យុះខ្លាំងណាស់ក៏ក្រើកដីភ្នំភ្លើងទឹកជន់ឥតប្រណីរាំងភ្លៀងងាប់ត្រីស្អីតាក់តែងព្រះពុទ្ធត្រាស់ដឹងពីធម្មជាតិរូបធាតុនាមធាតុទ្រង់សម្ដែងសត្វលោកនៅលើកម្មចាត់ចែងឥឡូវសូមថ្លែងពីម៉ែឪនៅពេលមានគួរពី3ខែបើម៉ែលិខិតមិនឲ្យនៅកូនថិតក្នុងផ្ទៃមុខតែត្រូវអស់ផ្លូវបានកើតឃើញសូសែងកូនខ្លះឪមិនតទួលស្គាល់លិខិតដោយផ្ទាល់ថាអ្នកឯងមិនមែនកូនអញយ៉ាងជាក់ស្ដែងកូនត្រូវចំបែងមួយជីវិតកូនខ្លះកើតមកម៉ែបោះចោលស្លាប់រស់តែតោលម៉ែមិនគិតកូនខ្លះត្រូវឪចាប់ជំរិតរំលោភប្រព្រឹត្តអនាចារកូនខ្លះកើតចំឪប្រមឹកវាយម៉ែពេលផឹកស្រវឹងស្រាទាំងកូនក្នុងផ្ទៃដួលផ្កាប់ផ្ងាកូនណារស់ធំដើរសំទៀនកូនខ្លះម៉ែឪលែងលះគ្នាក្រំគ្រាគ្រួសារដូចបាក់ស្ពានកូនខ្លះរស់ខ្វះការទូនមានប្រៀបដូចជាយានភ្លូកធ្លាក់ជ្រោះព្រំមានមុខ4ពិតប្រាកដតែបើព្រំខ្សត់ពិតជាគ្រោះព្រោះព្រំអត់មុខឲ្យកូនរស់ខ្វះធัวសង្គ្រោះ5ប្រការម៉ែឪជាព្រំលិខិតកូនចាត់ចែងឲ្យសូនឬភ្លឺថ្លាបើពិតជាព្រំត្រូវមេត្តាមុខថ្លាស្រស់ដូចព្រំបាយ័នម៉ែឪមានព្រំវិហារធัวចាប់ផ្ដើមតាំងគួរមិនធុញទ្រាន់ព្រោះមេត្តាចិត្តកើតរស់រាន់ក្នុងចិត្តបន្ទាន់ឲ្យគ្រប់ខែចង់ឃើញមុខកូនស្ងួនពិសីទោះប្រុសឬស្រីក៏កូនដែរខំរក្សាគួរពិតជាម៉ែឪខំធ្វើស្រែប្រមូលទ្រព្យពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសរៀបរាប់ដោយម៉ែស្រឡាញ់កូនសំណប់ជាភ័ព្វជួយឲ្យសតិតាំងបានឃើញមុខកូនម៉ែសប្បាយទឹកមុខស្រស់ស្រាយទាំងស្លេកស្លាំងព្រោះអំបាញ់មិញម៉ែឈឺខ្លាំងរួចហើយម៉ែតាំងបំបៅដោះម៉ែស្រឡាញ់កូនម៉ែថ្នាក់ថ្នមបំពេបីបមមិនឲ្យខ្ចោះម៉ែជាព្រះព្រំព្រោះចិត្តស្មោះក្នុងលោកល្អស្រស់ព្រោះគុណម៉ែម៉ែឪជាព្រំលិខិតលោកប្រោះព្រំជ័យជោគលោកបានលហែកុំភ្លេចឲ្យសោះព្រះគុណម៉ែឪពុកផងដែរអ្នកសាងលោកខ្លួនប្រាណជើងដៃមនុស្សទាំងអស់រួមទាំងរបស់គ្រឿងបរិភោគអាស្រ័យព្រះគុណអ្នកសាងលោកកូនស្វាងចាក់ងោកទៅបយល់ត្រូវកូនត្រូវចេះគិតអ្វីក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪកូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់បើមិនបានសងអ្វីធំដុំកុំតែមាសមុំប្រែក្រឡាប់រត់ចេញពីផ្ទះមិនបានប្រាប់ប្រញាប់តាមប្រុសព្រោះស្នេហាចំណែកកូនប្រុសក៏ដូចគ្នាកុំធ្វើរឹកពីមនុស្សបាតផ្សាប្រគល់ខ្លួនប្រាណឲ្យស្រីស្រា
រោគផ្ដាច់សង្ខារចោលម៉ែឪម៉ែឪចិញ្ចឹម10-20ឆ្នាំកូនបានធ្វើកម្មគេអាស្រូវចុះចេញពីផ្ទះបាត់ភ្លាមទៅតាឲ្យម៉ែឪនៅសល់អ្វីអាសូរចិត្តម្ដាយពេលកូនកើតមកម៉ែសប្បាយទោះអត់ប្រាក់ចាយមិនចេញស្ដីស៊ីឈ្នួលធ្វើការប្រឹងរែកដីលំបាកម្ដេចក្ដីឥតមានធ្ងោតទូក្រមានៅ5ថ្ងៃយកដៃជូតញើសដែលវាហូរពេលនឹកដល់កូនចិត្តទន់តោញើសហូរមិនស្មើចិត្តស្រឡាញ់មានគេសួរថាខំអ្វីម្លេះថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែឆ្លើយថាព្រោះកូនសំឡាញ់កិតកាញ់រកប្រាក់កុំចង់លហែធ្វើម្ដេចកូនខ្ញុំកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែខ្ញុំប្រឹងចិញ្ចឹមបីបាច់ថែរហូតតលតែឥឡូវនេះពេលនេះកូនខ្ញុំពេញកំឡោះរូបរាងស្រស់បោះមិនសំគិះខ្ញុំបានទិញកង់ឲ្យកូនជិះខ្ញុំរិះកំណាញ់តែមាត់ឯងខ្ញុំឲ្យកូនរៀនដល់ថ្នាក់ខ្ពស់ដើម្បីកូនរស់ខ្ញុំប្រឹងប្រែងធ្វើការរាល់ថ្ងៃខ្ញុំរឯងខ្លាចក្រែងតែកូនប្រឡងធ្លាក់ម៉ែឆ្លើយរៀបរាប់ពីកូនគាត់ចិត្តម៉ែមិនព្រាត់ពីកូនជាចិត្តម៉ែដូចទឹកហូរទម្លាក់ហូរឥតមានទះរកកូនប្រុសកូនប្រឡងធ្លាក់ម៉ែស្លុតចិត្តអាណិតថាកូនឥតកំហុសកូនគាត់ពូកែឥតមានខុសតែព្រោះកូនប្រុសអត់ប្រាក់សោកតាមពិតកូនគាត់វាខ្ជិលរៀនរវល់តែញៀនគ្រឿងស្មោកគ្រោកម៉ែខំធ្វើការបែកញើសជោកកូនគាត់កើតរោគមិនដឹងខ្លួនកូនរឹតតែស្គមម៉ែខ្លោចចិត្តអាណិតថាកូនខំរៀនផ្ទួនកូនចេញបាត់ដោយបាត់ពួនកុហកម៉ែខ្លួនថារៀនឈ្នួលម៉ែខំរកប្រាក់ឲ្យកូនរៀនប្រិតព្រានដាំបាយរៀបសម្រួលក្រៃលែងជាងខ្ញុំដែលគេជួលឃើញកូនមិនស្រួលនាំទៅពេទ្យគ្រាកាលប្រត់ប្តីម៉ែមិនស្លុតគ្រាន់តែស្រយុតចិត្តស្រលេតលើកនេះដឹងថាកូនកើតអេដម៉ែស្លុតចូលពេទ្យឈប់ពោលស្ដីឪពុកម្ដាយជាព្រះអរហន្តរបស់កូនទឹកចិត្តរបស់ព្រះអរហន្តដែលមានចំពោះពពួកជនហ្មត់ចត់យ៉ាងណាទឹកចិត្តរបស់ឪពុកម្ដាយដែលមានចំពោះកូនក៏ហ្មត់ចត់ដូច្នោះដែរសូមកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តរបស់មាតាបិតាដែលជាព្រះអរហន្តក្នុងផ្ទះឲ្យស្មើនឹងទ្រព្យសម្បត្តិណាក្នុងលោកឲ្យសោះព្រោះវាលែងតែព្រះអរហន្តដែលអស់កិលេសហើយក្នុងលោកនេះមិនមាននរណាប្រាថ្នាល្អចំពោះកូនយ៉ាងពិតប្រាកដឲ្យដូចជាឪពុកម្ដាយរបស់កូនឡើយពេលនឹកដល់ព្រះត្រូវនឹកដល់ផ្ទះបើកូនកំពុងស្វែងរកព្រះអរហន្តដើម្បីក្រាបថ្វាយបង្គំសូមឲ្យកូននឹកដល់ផ្ទះរបស់កូនមេត្តាបិតាគឺជាព្រះអរហន្តក្នុងផ្ទះរបស់កូនព្រោះទឹកចិត្តរបស់មេត្តាបិតាមានសភាពបរិសុទ្ធដល់កូនប្រុសស្រីប្រៀបបីដូចជាទឹកចិត្តរបស់ព្រះអរហន្តដែលអស់កិលេសដូច្នោះឯងកូនត្រូវយល់ដឹងតើមានមនុស្សប៉ុន្មាននាក់ដែលបានដឹងថាមេត្តាបិតាគឺជាព្រះក្នុងផ្ទះគេច្រើនតែស្វែងរកនិងបូជាចំពោះព្រះដែលនៅក្រៅផ្ទះតែប៉ុណ្ណោះចំណែកព្រះនៅក្នុងផ្ទះដែលមានខ្យល់ដកដង្ហើមចេញចូលនៅឡើយហើយថែមទាំងនៅចិត្តបង្កើជាមួយនឹងគេគ្រប់ពេលវេលានោះគេបែរជាមើលរំលងហួសផុតទៅវិញគួរឲ្យសង្វេគដូច្នេះកូនត្រូវតែយល់ដឹងហើយបដិបត្តិនៅមង្គលមកឲ្យជីវិតរបស់កូនកុំឲ្យហួសពេលឡើយស្រឡាញ់ពេលវេលាសំបីតែកូនចម្រើនធំធាត់ពេញវ័យមាននៅភរិយាស្វាមីទៅហើយក៏ដោយក៏នៅក្នុងក្រសែភ្នែករបស់ឪពុកម្ដាយគឺកូននៅតែជាក្មេងជានិច្ចគឺជាក្មេងក្នុងសេចក្តីដឹងខ្លួនរបស់ឪពុកម្ដាយដែលឪពុកម្ដាយមានតែការស្រឡាញ់និងការអាណិតអាសូរប៉ុណ្ណោះជាក្មេងដែលឪពុកម្ដាយចង់តែទូនមានព្រានប្រដៅជាដរាប
ជាក្មេងដែលឪពុកម្ដាយត្រូវដាស់តឿននៅពេលធ្វើខុសនិងជាក្មេងដែលឪពុកម្ដាយហួងហែងរហូតអ្នកឲ្យជីវិតដល់កូនឪពុកម្ដាយគឺជាអ្នកប្រគល់ជីវិតឲ្យដល់កូនធ្វើឲ្យកូនបានបើកភ្នែកឃើញនៅโลกនេះរួចហើយឪពុកម្ដាយបានការពារភ័យអន្តរាយមិនឲ្យមានមកដល់កូនឡើយរហូតកូនដល់បានធំពេញវ័យឪពុកម្ដាយព្យាយាមសាងនៅអនាគតដ៏ល្អឲ្យដល់កូនសពគ្រប់ប្រការមេត្តាបិតាពិតជាព្រះនៅក្នុងផ្ទះរបស់កូនពិតប្រាកដមែនមិនអាចបដិសេធបានជីវិតកូនដែលជាប់ដោយខ្យល់ដង្ហើមចេញចូលនេះកូនមិនអាចបដិសេធបានថាមិនមែនជារបស់ឪពុកម្ដាយនោះឡើយព្រោះកូនមិនអាចបាននៅជីវិតនេះមកទេបើប្រះចាកម៉ែឪទៅហើយនោះដូច្នេះទើបមេត្តាបិតាសមគួរនឹងបានទទួលនៅគ្រឿងសក្ការៈបូជាអំពីកូនដោយពិត